តែពេលដែលលោកសឹកគេចោទប្រកាន់ថារដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោគឺកណ្ដេថៃគឺផ្សឹកទាំងស្ដេចសង្ឃទៀតដល់កបដោយឥឡូវដល់លោកដេចគុណជួនកក្កដាដោយគ្រាខ្ញុំសូមបញ្ជាក់តាមមីក្រូដើម្បីព្រោះនឹងលឿនតិចទៀតគេយកទៅផ្សាយតាមប្រព័ន្ធព្រោះឥឡូវគេផ្សព្វផ្សាយតាមប្រព័ន្ធគេដឹងរឿងពិតប្រាកដព្រោះលោកបានចេញហើយប៉ុន្តែគេចង់ឲ្យប្រជាពលរដ្ឋអ្នកដែលគាំទ្រលោកជាច្រើនយល់ច្រឡំលើរដ្ឋាភិបាលរឿងតែប៉ុណ្្នឹងគេមិនមែនអ្នកដែលផ្សព្វផ្សាយឲ្យផ្សាយទៀតនេះដែលក្រសួងចេញមកផ្សាយព្រះអង្គចេញមកផ្សាយបង្ហាញទាំងការពិធីគេចង់ឲ្យប្រជាពលរដ្ឋអ្នកពលលោកមានអ្នកគាំទ្រច្រើនអញ្ចឹងគេចង់ឲ្យមើលឃើញបែបនេះអញ្ចឹងខ្ញុំសូមបញ្យល់បន្តិចចុះព្រោះពាក់ព័ន្ធនឹងតកែវដែរហើយសាសនានៅតកែវពលលោកនៅវត្តប្រាសាទនាងខ្មៅនៅសំរោងអញ្ចឹងជាប់អ្នកតកែវដែរឥឡូវមកជាប់អ្នកតកែវនឹកឃើញរឿងហ្នឹងបាទហើយតាក់ទងរឿងសាសនាខ្ញុំសូមបញ្ជាក់ចេះអត់មានពីណាផ្សឹកលោកទេដោយបខំទេគឺលោកអត់មានបានប្រព្រឹត្តអ្វីខុសទេគឺការចម្រាច់ចិត្តរបស់ព្រះអង្គហើយសូមឲ្យពុទ្ធបរិស័ទដែលគាំទ្រជឿព្រះអង្គសូមបន្តគាំទ្រលោកទៀតលោកនឹងបន្តជួយនៅក្នុងពុទ្ធសាសនាទៀតហើយតាមពិតលោកនឹងត្រូវរៀបចំដោយសារចំណេះដឹងរបស់លោកល្អខ្លាំងជួយច្រើននៅក្នុងវិស័យនេះរាជរដ្ឋាភិបាលត្រូវការអ្នកដែលមានសមត្ថភាពនេះហើយលោកក៏មានបំណងមានឆន្ទៈចង់ចូលរួមជួយវិស័យពុទ្ធសាសនាថែមទៀតអញ្ចឹងយើងក្រុងរៀបចំលោកជាអនុរដ្ឋលេខាធិការក្រសួងធម្មការដើម្បីបន្តជួយវិស័យពុទ្ធសាសនាតទៅទៀតបាទអត់មានផ្សឹកលោកទេហើយក៏អត់មានបោះបង់ចោលធនធានដែលល្អដែលមានឆន្ទៈជួយនោះដែរអញ្ចឹងសូមឲ្យលោកតាលោកយាយអ៊ំពូមីងដែលជា fan របស់ព្រះអង្គជួនកក្កដាសូមក៏មានការយល់ច្រឡំហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយថាខ្ញុំអត់បខំលោកទេប្រកបជា fan មួយដែរគឺគោរពតាមការសម្រេចរបស់ព្រះអង្គរបស់លោកប្អូនបណ្ឌិតជួនកក្កដាតែលោកចង់បានបន្តការងារជួយទៅដល់សាសនាជួយដល់សង្គមជាតិប៉ុន្តែគ្រាន់តែដូរផ្លូវពីផ្លូវពុទ្ធចក្រមកក្នុងផ្លូវអនាចក្រតែប៉ុណ្ណោះហើយយើងនឹងបន្តផ្ដល់ឱកាសឲ្យលោកប្អូនបណ្ឌិតបន្តចូលរួមដើម្បីជួយកសាងពង្រឹងពុទ្ធសាសនាដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងតទៅទៀតសូមបញ្ជាក់ប៉ុណ្ណឹងហើយ